ខ្ញុំបានចំណាយពេលមួយយប់ពីរថ្ងៃនៅខេត្តបាត់ដំបងដើរលេងបែបជាសប្បាយចឹងណាហើយចង់ដឹងថាខ្ញុំចាយអស់ប៉ុន្មានខ្លះហើយទៅកន្លែងដើរលេងណាស្អាតខ្លះហើយកុំភ្លេចមើលវីដេអូនេះឲ្យចប់ថ្ងៃទី1ខ្ញុំមកដល់គឺខ្ញុំ booking ជាមួយ Hotel Cabana La Riviera នេះទៅបន្ទប់គេស្អាតហើយបរិវេណគេ fresh មានអាហារទឹកអីចឹងគេស្អាតមែនតើអ្នកទាំងអស់គ្នាមកលេងបាត់ដំបងលើកក្រោយកុំភ្លេចមកគេនឹងផ្លែ breakfast គឺខ្ញុំបានទៅញ៉ាំ phở នៅហាងលីមីមីនេះទៅ phở នៅមួយជួរហ្នឹងគឺលក់គ្រប់កន្លែងហ្មងតែសំខាន់កន្លែងហ្នឹងគឺថាលក់ដាច់មែនតើ phở គេទឹកស៊ុបគេឡើងជាតិហ្មងអ្នកទាំងអស់គ្នាអាចមកសាកបានមួយចានខ្ទង់10000ខ្ញុំភ្លេចបាត់សម្រាប់ហាងកាហ្វេគឺអត់ភ្លេចហ្មងខ្ញុំបានទៅកន្លែង Solar Root នេះគឺនៅម្ដុំវាមានឯករាជ្យទៅហាងគាត់ទៅបើកថ្មីឯកាហ្វេក៏មាន matcha ក៏មានដែរហើយតម្លៃគេ2-3រៀលអីទេអត់ថ្លៃទេណាមួយនៅបាត់ដំបងក្តៅមកអង្គុយ relax chill នៅហ្នឹងបានគឺតិចស្រួលហ្មងពេលហ្នឹងគឺខ្ញុំទៅដើរថតរូបនៅមួយជួរផ្លូវមួយកន្លះអីចឹងគឺនៅម្ដុំហ្នឹងក៏មានកាហ្វេដែរដូចជាកាត្រេកត្រកអីចឹងគឺមានដើមឈើដែលមានដុះផ្កាមកស្អាតមែនតើចេញមកបែប color ពណ៌អ្នកទាំងអស់គ្នាបែបថ្ងៃវិញអ្នកទាំងអស់គ្នាអាចមកសាក់មីទៀងខកោបាននិយាយទៅអ្នកលក់គឺជនជាតិចិនមកទឹកស៊ុបមីអីគឺធ្វើដោយដៃហ្មងអ្នកទាំងអស់គ្នានិយាយទៅប្លែកមាត់សម្រាប់ខ្ញុំឲ្យ7កន្លះលើ10ហើយមកលេងបាត់ដំបងជាជីមើលទេសភាពជុំវិញនឹងនៅមាត់ស្ទឹងក៏សប្បាយចិត្តដែរភ្លេចនិយាយរឿងជួម៉ូតូខ្ញុំជួម៉ូតូខ្ទង់8ទៅ10រៀលនៅកន្លែង Sophie Salon នេះអ្នកទាំងអស់គ្នាអាចមកជួនឹងបានអូមិនស្អាតណាស់ណាតែមកគួរសមជីបានណាទាំងអស់គ្នាហ្នឹងគឺខ្ញុំជិះម៉ូតូ Explore បាត់ដំបងហ្មងជីប្រហែលជា4-5គីឡូដែរហ្នឹងណានេះមកខាងភូមិក្ដុលទាំងអស់គ្នាមកមើលសម្បកណែមគេធ្វើដោយដៃជាមួយនឹងចេកនេះអ្នកទាំងអស់គ្នាតំណងញ៉ាំណាអ្នកទាំងអស់គ្នាអាចជីមកបានបែប local អញ្ចឹងណាមគាត់គឺធ្វើខ្លួនឯងហ្មងទាំងអស់គ្នាក្តៅមែនតែសុកចិត្តជីមកមើលព្រោះចង់ដឹងចង់លឺខ្ញុំបានទិញចេកហ្នឹងមកកញ្ចប់គេតែ5000នេះតែរសជាតិឆ្ងាញ់មែនទៅគាត់ដាក់ណែមពីក្រោមហើយចេកសកត់ពីលើអញ្ចឹងណាឡងជាតិហ្មងស្រួយក្តៅពេកខ្ញុំទ្រាំលេងបានហ្នឹងគឺខ្ញុំជិះទៅកន្លែងហាងកាហ្វេ Soul Cup នេះនៅទៅបើកថ្មីនិយាយទៅរកទៅកន្លែងមិនសិនតិចស្រួលទេកាហ្វេនេះគឺបែប minimalist ប្លង់ថតរូបស្អាតជាមួយនឹងកាហ្វេឆ្ងាញ់ដូចគ្នាអ្នកនរគ្នាអាចមកញ៉ាំបានសម្រាប់តម្លៃកាហ្វេខ្ទង់2-3រៀលដូចគ្នាអ្នកនរគ្នាអាចមកអង្គុយលេងchillបានពេលល្ងាចនៅបាត់ដំបងដឹងតែទៅណាអ្នកនរគ្នានិយាយទៅកុំ skip កន្លែងនេះហ្មងគឺមកភ្នំសំពៅមកមើលពជាវតង្វងហើយចេញហ្មងឡើងស្អាតបុកជាមួយនឹងថ្ងៃលិចទៀតគឺថា10លើ10ហ្មងហើយអាចមកថតរូបលេងបានកន្លែងនេះគឺជាតំបន់ទេសចរដែលល្បីទៅដល់ជនជាតិបរទេសមែនតើនិយាយទៅគឺថាអ្នកគេក៏ពេញចិត្តដែរយើងជនជាតិខ្មែរដែរហេតុអីមិនស្គាល់កន្លែងហ្នឹងមកលេងនាំគ្នាមកមើលឲ្យស្គាល់ទាំងអស់គ្នាចេញពីភ្នំសំពៅនឹងឃ្លានដឹងឃ្លានអីអត់ខ្ញុំឃ្លានបុកល្ហុងទាំងអស់គ្នាខ្ញុំមកកន្លែងនេះខ្ញុំស្គាល់ពីអ្នកបាត់ដំបងដែរឈ្មោះចូលចិត្តបុកល្ហុងទៅបុកល្ហុងគាត់ឆ្ងាញ់គាត់លក់ច្រើនមុខមែនតើអ្នកទាំងអស់គ្នាមកទិញញ៉ាំខ្ចប់ញ៉ាំអីចឹងក៏បានដែរជាបុកល្ហុងធម្មតាអស់តែ10000អីទេអត់ថ្លៃទេទី1មានតែប៉ុណ្្នឹងឯងទី2ខ្ញុំរៀបចេញទៅវិញអញ្ចឹងពេលព្រឹកគឺខ្ញុំបានទៅផ្ទះកាហ្វេដើម្បីទិញឆាខ្វៃហើយនឹងកាហ្វេញ៉ាំទៅកន្លែងហ្នឹងនៅផ្លូវមួយកន្លះនៅខេត្តបាត់ដំបងអ្នកទាំងអស់គ្នាគួរតែសាកមកតោះមកខ្ញុំចេញឡានទៅទាំងព្រឹកហ្មងព្រោះខ្ញុំប្រញាប់មកពេញវិញនិយាយទៅប្លុកខ្ញុំមានតែប៉ុណ្្នឹងឯងទាំងអស់គ្នាខ្ញុំមកបាត់ដំបងលើកនេះគឺខ្ញុំសប្បាយចិត្តហ្មងព្រោះខ្ញុំចូលចិត្តបែប local អញ្ចឹងហើយកន្លែងហ្នឹងគឺជាតំបន់ដែលមាន potential អាចរីកចម្រើនទៅមុខទៀតច្រើនមានអគារសចាស់ច្រើនណាស់ដែលអាច develop ទៅជាហាងកាហ្វេទៅជាតំបន់ទេសចរផ្សេងទៀតខ្ញុំស្ងប់ស្ងាយនឹងកន្លែងដើរលេងប្លែកៗស្អាតខ្លាំងណាស់ហើយសំខាន់ណាស់គឺម្ហូបឆ្ងាញ់អញ្ចឹងសម្រាប់ណាគេដែលចូលចិត្ត vlog ខ្ញុំកុំភ្លេច like follow ខ្ញុំម្នាក់មួយផងចាំជួបគ្នានៅកន្លែងដើរលេងផ្សេងទៀត